អ្នកខ្លះមិនចេះរកសុខដាក់ខ្លួនទេមួយថ្ងៃបៀតបៀនអ្នកនេះបៀតបៀនអ្នកនោះនិយាយតែរឿងមិនល្អពីគេហេតុអីជីវិតយើងខ្លីណាស់ដោះស្រាយតែបញ្ហាខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃមិនទាំងចេះចប់ផងនៅឆ្លៀតសន្សំរឿងអ្នកដទៃទៀតនៅឆ្លៀតនិយាយអាក្រក់ពីអ្នកដទៃទៀតអំរែករបស់ជីវិតយើងវាមិនតិចទេចាយពេលនៅជាមួយខ្លួនយើងមុខរបរយើងអាជីវកម្មយើងឲ្យច្រើនហើយទុកមាត់យើងនិងខួរក្បាលយើងញ៉ាំរបស់ឆ្ងាញ់គិតរឿងល្អពីព្រោះកាលណាមាត់យើងល្អវាសនារបស់យើងល្អជីវិតនេះខ្លីណាស់ពួកអ្នកដែលចូលចិត្តនិយាយដើមគេនិយាយអាក្រក់ពីគេពួកហ្នឹងមានបញ្ហា3ធំទី1គឺអត់មានទំនុកចិត្តចំពោះខ្លួនឯងដោយសារតែពួកគេអត់មានអីមួយដែលគួរឲ្យចាប់អារម្មណ៍ជីវិតវាហាក់ដូចជាល្ងឹតសូន្យសងណាអញ្ចឹងហើយបានជាពួកគេយកយើងឬក៏បុគ្គលដតីផ្សេងហ្នឹងទៅនិយាយប្រាប់អ្នកដតីជីវិតពួកហ្នឹងអត់មានខ្លឹមសារណាមួយដែលអាចយកជាគំរូដើម្បីឲ្យគេរាប់អាននោះទេដូច្នេះហើយបានជាពួកគេតែងតែយកយើងទៅធ្វើជាប្រធានបទរឿងទី2គឺចំណែនមិនថាតែអ្នកដែលស្អប់យើងទេពេលខ្លះសូម្បីតែអ្នកចិត្តស្និទ្ធជាមួយយើងបំផុតនៅតែលួចចំណែនយើងព្រោះសូម្បីតែយើងនេះក៏ស្មានមិនដល់ចំពោះលទ្ធផលខ្លួនឯងផងចំណែនចំពោះលទ្ធផលខ្លួនឯងផងចុះទៅរំពួកហ្នឹងពួកគេមើលមកយើងជារបស់ដែលពួកគេចង់បានជាទីបំផុតព្រោះពួកគាត់ខ្វះពួកគាត់អវិជ្ជមានហើយពួកគាត់មានបញ្ហាច្រើនណាស់ដែលដោះមិនចេះអស់អញ្ចឹងហើយយកយើងទៅកំសាន្តលេងអញ្ចឹងទៅរឿងទី3គឺពួកគាត់តាក់ទាញចំណាប់អារម្មណ៍ពួកហ្នឹងខ្វះចំណាប់អារម្មណ៍ខ្លាំងមែនទេហើយពួកហ្នឹងអត់សូវមានផ្លូវចិត្តរឹងមាំទេដូច្នេះហើយពួកគេតែងតែត្រូវការមនុស្សមួយក្រុមផ្ដុំគ្នាជជែកវែកញែកពីអ្នកអញ្ចឹងយើងប្រហែលជាអាចឆ្លក់ទឹកបន្តិចបន្តួចប៉ុន្តែពួកគេនឹងរលាយបាត់ដោយសារតែមនុស្សមួយក្រុមដែលពួកគេប្រមូលផ្ដុំគ្នាហ្នឹងអស់អ្នកនិយាយនឹងនិយាយដើមគ្នាឯងអញ្ចឹងហើយបែកក្រុមរលាយបាត់បន្តិចម្ដងបើសិនជាអ្នកជួបរឿងបែបនេះរឿងដែលត្រូវតបគឺកុំតបបន្តរស់នៅឲ្យមានក្តីសុខព្រោះក្រុមគ្រួសារយើងនេះដូចជាយើងមិនទាន់មានពេលគ្រប់គ្រាន់ផ្ដល់ភាពកក់ក្ដៅមិនទាន់មានពេលគ្រប់គ្រាន់រស់នៅមួយគ្នាឲ្យមានក្តីសុខមានរឿងអីដែលយើងត្រូវចំណាយពេលទៅតបជាមួយនឹងរឿងរវល់រលុយចំហត់មិនទាន់តែមានពេលអង្គុយផងណាអញ្ចឹងមានពេលណាទៅស្រាវជ្រាវនេះនោះយកទៅធ្វើជាប្រធានបទអញ្ចឹងអ្នកដែលស្ដោះទឹកមាត់ដាក់ខ្នងយើងគឺជាពួកដែលនៅពីក្រោយយើង